បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងមកនិយាយទាក់ទងទៅនឹងរឿង Google AdSense របស់បងប្រុសម្នាក់បានលោតសញ្ញាអូទៀនពើក្រហមអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញស្រាប់ហើយនៅចំណុចលេខ2ដែលមានសញ្ញាអូទៀនពើក្រហមបាទខ្ញុំនឹងមកបកស្រាយទៅជាមកបញ្យលហើយវីដេអូនេះខ្ញុំសូមធ្វើចែករំលែកជូនទៅដល់បងប្អូនដៃថ្មីទើបតែចាប់ដើមចេះរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube លើកដំបូងឲ្យបងប្អូនបានយល់ទាក់ទងទៅនឹង AdSense បងប្អូនណាបាទបងប្រុសគាត់បានសួរខ្ញុំថាមូលហេតុអ្វី Google AdSense របស់គាត់នៅសុកស្រាប់តែចេញសញ្ញាអូទៀនពើក្រហមចឹងមានពីរករណីដែលបណ្ដាលឲ្យ Google AdSense របស់គាត់បានចេញសញ្ញាអូទៀនពើក្រហមករណីទី1គឺគាត់នឹងបង្កើត AdSense ប៉ុន្តែគាត់អត់បានបំពេញព័ត៌មាននៅក្នុង AdSense នឹងឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍របស់ក្រុមហ៊ុន Google AdSense ករណីទី2គឺគាត់ប្រើ VPN ហ្នឹងហើយប្រើ VPN ដើម្បីឲ្យវីដេអូរបស់គាត់នឹងរែងទៅក្រៅប្រទេសមានពាណិជ្ជកម្មបានថ្លៃបងប្អូនណាចឹងខ្ញុំនឹងបញ្យលម្ដងមួយចំណុចឲ្យអ្នកទាំងអស់គ្នាបានយល់ទាក់ទងនឹងបញ្ហាមួយនេះបាទខ្ញុំនឹងលើកចំណុចទី1ពីរឿងការបង្កើត Google AdSense ដែលបំពេញព័ត៌មានឯកសារមិនបានត្រឹមត្រូវដូចជាដាក់តាក់ដែលយើងហៅថាបំពេញពន្ធហ្នឹងហើយបំពេញពន្ធឬក៏បំពេញតាក់ហ្នឹងបងប្អូនណាហ្នឹងហើយអាហ្នឹងមួយហើយទី2នៅក្នុង Google AdSense របស់គាត់ហ្នឹងគឺគាត់អត់បានបំពេញអាសយដ្ឋានឬក៏លេខទូរស័ព្ទឬក៏ឈ្មោះឲ្យបានត្រឹមត្រូវហ្នឹងហើយជាពិសេសជាងគេគឺពន្ធនឹងតាក់នឹងហ្មងបងប្អូនណាគឺយើងបំពេញអត់ត្រូវកាលណាយើងយកមកដាក់ភ្ជាប់ជាមួយនឹងchannel YouTube របស់យើងនឹងជួបបញ្ហាលោតសញ្ញាអូទៀនពើក្រហមបែបនេះហើយនឹងអានឹងទី1បងប្អូនត្រូវចាំបាទពេលដែលគាត់បង្កើតហើយគាត់អត់បានបំពេញព័ត៌មានឯកសារឲ្យត្រឹមត្រូវនៅក្នុង Google AdSense របស់គាត់យកអា Google ហ្នឹងទៅភ្ជាប់ជាមួយនឹង YouTube ដែលកំពុងតែរលុយគេណាដាក់ភ្ជាប់ពុបគឺ YouTube គាត់ពិនិត្យមើលទៅឃើញថា AdSense ហ្នឹងអត់ពេញលក្ខណៈទៅតាមស្តង់ដាររបស់ក្រុមហ៊ុន Google គាត់នឹងធ្វើការបិទបាទដល់ទៅពេលបិទបើគាត់មិនបិទត្រឹមតែ AdSense ទេគឺគាត់បិទទាំងពីរនឹងគាត់ផ្ដាច់ទាំងពីរគាត់ផ្ដាច់ទាំង channel គាត់ផ្ដាច់ទាំង Google AdSense ហើយមានបងប្អូនយើងថាបើចេញបែបហ្នឹងតើយើងអាចមានវិធីសាស្ត្រណាខ្លះអាចធ្វើឲ្យ Google AdSense ហ្នឹងយកមកប្រើការវិញបានឬអត់ចម្លើយខ្ញុំឆ្លើយថាអត់បងប្អូនណាអត់មានគ្រូណាអាចធ្វើឲ្យ Google AdSense ឬក៏ channel ដែលបានខូចជាមួយនឹង Google AdSense ហ្នឹងយកមកប្រើវិញបានគឺអត់មានទេចឹងចម្លើយឆ្លើយថាអត់មានហើយមានតែទុកចោលហ្នឹងឯងធ្វើឲ្យអត់កើតទេបងប្អូនណាបងប្អូនមិនព្យាយាមរកវិធីធ្វើឲ្យបានមកវិញគឺអត់មានទេបាទនឹងគឺអត់មានទេអាហ្នឹងជាករណីទី1ខ្ញុំបញ្ជាត្រួសតែប៉ុណ្្នឹងករណីទី2ដែលខ្ញុំនិយាយថាគាត់ប្រើ VPN ឥឡូវប្រើ VPN ហ្នឹងវាមានមហានិភ័យអ្វីហើយវាកើតអ្វីខ្លះទៅលើ Google AdSense ខ្ញុំចាំមិនភ្លេចទេនៅឆ្នាំ2020កាលហ្នឹង channel ខ្ញុំ8K ហើយកាលហ្នឹងដូចជាក្រុមហ៊ុន YouTube អត់ទាន់បានអនុញ្ញាតឲ្យប្រទេសខ្មែរយើងហ្នឹងអាចរលុយជាមួយនឹងគាត់បានគឺអត់ទាន់មានទេកាលដែលខ្ញុំចាំមិនភ្លេចហ្នឹងហើយអញ្ចឹងទាំងខ្ញុំទាំងគេចង់បានលុយពី YouTube អត់ប្រើទៅតាមធម្មជាតិទេគឺនៅគ្នាប្រើ VPN ហ្នឹងហើយមានអ្នកខ្លះទិញគេជាខែជាឆ្នាំឬក៏ដាក់ជាមួយគេដែលមាន VPN ស្រាប់ហ្នឹងដាក់ចែកគ្នាជាភាគរយអីចឹងទៅបាទគាត់នៅគ្នាប្រើតែពេលប្រើហ្នឹងមិនមែនប្រើទៅតាមធម្មជាតិទៀតគឺចូលទៅមើលវីដេអូខ្លួនឯងហ្នឹងហើយទូរស័ព្ទខ្លះមាន2គ្រឿង3គ្រឿងចឹងទៅមើលមួយថ្ងៃ3វីដេអូ2វីដេអូអីចឹងណាមើលរើតែថ្ងៃរហូតដល់ថ្ងៃលុយធ្លាក់ចូល Google AdSense អត់ទាន់អីទេ
ដល់ទៅពេលលុយធ្លាក់ចូលក្នុងកងពើបបាទចូលថ្ងៃបន្ទាប់ពីលុយធ្លាក់ចូលទៅក្នុង Epson បើកទៅមើល YouTube គឺចេញចេះឯងបងប្អូនណាចេញចេះឯងហ្នឹងហើយចេញចឹងខ្ញុំទុកចោលរហូតមកដល់ឥឡូវហ្នឹងគឺធ្វើអីអត់ចេញបណ្ដោយបងប្អូនណាចឹងខ្ញុំចង់ប្រាប់បងប្អូនថារឿងការប្រើ VPN នេះមិនមែនជារឿងល្អទេសម្រាប់អ្នកដែលរលុយជាមួយនឹងក្រុមហ៊ុន YouTube ណាមិនមែនជារឿងល្អទេវាគឺជារឿងគុណវិបត្តិទៅលើ channel របស់យើងវិញហ្នឹងហើយបងប្អូនកុំគិតថាយើងធ្វើអញ្ចឹងខាងក្រុមហ៊ុន Google AdSense គេមិនដឹងអីគឺគេដឹងគ្រប់ទាំងអស់ណាបងប្អូនណាគឺដឹងគ្រប់ចំណុចទាំងអស់យើងចូលទៅមើលយើងចេញយើងចូលធ្វើអីក៏គេដឹងដែរបងប្អូនត្រូវចាំអញ្ចឹងបើសិនជាបងប្អូនជៀសវាងបានជៀសទៅមិនបាច់ប្រើទេ VPN វាមានគុណវិបត្តិទៅលើ channel យើងណាវាធ្វើឲ្យ AdSense និង channel យើងមានបញ្ហាដូចដែលខ្ញុំធ្វើវីដេអូប្រាប់បងប្អូនអញ្ចឹងច្រើនករណីបងប្អូនមានគេផុសនៅក្នុងបណ្ដាសង្គម Facebook ខ្ញុំឃើញហើយខ្ញុំក៏ save ទុកធ្វើជាវីដេអូបង្ហាញប្រាប់បងប្អូនទាំងអស់គ្នានេះបងប្អូនចាំមើលខ្ញុំបង្ហាញរូបភាពហ្នឹងនេះបងប្អូនឃើញគឺមានច្រើនមិនមែនតែមានបងប្រុសនឹងម្នាក់ទេអានេះក៏ទាក់ទងទៅនឹងការបង្កើត AdSense ដែរតែបងប្អូនត្រូវចាំថាការប្រើ VPN និង AdSense ដែលយើងបង្កើតឲ្យបំពេញព័ត៌មានមិនបានត្រឹមត្រូវពេលយើងយកមកដាក់ភ្ជាប់ជាមួយ channel លុយគឺលោតចឹងដូចគ្នាបងប្អូនណាលោតបង្ហាញចឹងដូចគ្នាអត់ខុសពីអ្នកប្រើ VPN ទេទោះបីកន្លែងនេះលោតគ្រីសក៏ដោយលោតអីក៏ដោយបើអាទី2នេះអត់បានអាទី1ទី3នេះក៏អត់ប្រយោជន៍ដែរអានឹងខ្ញុំបញ្យល់ប្រាប់បងប្អូនដៃថ្មីគួរតែប្រុងប្រយ័ត្នណាហ្នឹងហើយវីដេអូនេះខ្ញុំក៏បញ្ចប់ប៉ុណ្្នឹងចោះហើយចាំវីដេអូក្រោយៗខ្ញុំនឹងប្រាប់ថាតើយើងធ្វើយ៉ាងណាហ្នឹងហើយដើម្បីជៀសវាងកុំឲ្យ channel យើងខូចចឹងខ្ញុំបញ្ចប់តែប៉ុណ្្នឹងចោះមុននឹងបញ្ចប់ខ្ញុំបាទសូមធ្វើការអធិស្ឋានខន្តីដល់បងប្អូនទាំងអស់គ្នាផងបាទខ្លាចខ្ញុំនិយាយទៅខូចឆ្គងតាណាតាណីអីអធិស្ឋានផងបាទសូមអរគុណនិងសូមជម្រាបលា